ស្រឡាញ់និងការថែរក្សារបស់គ្រូជាសសរស្តម្ភសង្គមដ៏រឹងមាំគ្រូមិនត្រឹមតែបង្រៀនវិជ្ជាតែបង្រៀនការរស់នៅល្អប្រសើរនិងក្លាយទៅជាពលរដ្ឋល្អគ្រូមិនអាចក្លាយទៅជាសេដ្ឋីប៉ុន្តែអាចឲ្យសិស្សក្លាយទៅជាសេដ្ឋីបានគ្រូគឺជាវិស្វករសម្រាប់សង្គមនិងអនាគតជាតិគ្រូគឺជាផ្លូវនៃចំណេះដឹងនិងចន្លោះគ្រូគឺជាខ្លាំងចំណេះដឹងដែលបង្រៀនសិស្សឈានទៅរកអនាគតទិវាគុណគ្រូជាថ្ងៃដ៏អស្ចារ្យដែលសិស្សតែងតែគោរពនិងផ្ដល់តម្លៃគ្រូជាអ្នកបង្ហាត់បង្រៀននិងជាអ្នកប្រយុទ្ធដើម្បីចំណេះដឹងគ្រូគឺជាមេដាបេដាទី2ដែលបង្រៀនយើងឲ្យមានចំណេះដឹងនិងសតិបញ្ញាចំណេះដឹងនិងចិត្តល្អរបស់គ្រូជាគន្លងដល់អនាគតនៃសិស្សគ្រូបង្រៀនយើងសង្គមជាតិយើងអនាគតយើង